បទបញ្ញត្តិទី3បិទបាំងពីចេតនារបស់អ្នកឲ្យchếtចូលធ្វើមនុស្សឲ្យលែងមានតុល្យភាពនិងស្ថិតនៅទីងងឹតអនការដោយការលាក់បាំងពីគោលបំណងដែលស្ថិតនៅពីក្រោយសកម្មភាពរបស់អ្នកប្រសិនបើពួកគេគ្មានតម្រុយដឹងថាអ្នកមានបំណងបែបណាទេនោះដូច្នេះពួកគេនឹងមិនអាចត្រៀមខ្លួនការពារខ្លួនបានឡើយចូលដឹកនាំពួកគេទៅឲ្យឆ្ងាយល្មមនៅលើផ្លូវខុសហុំព័ទ្ធពួកគេដោយផ្សែងអាប់អួរគ្រប់គ្រាន់ហើយតម្រាំតែពួកគេបានដឹងពីចេតនារបស់អ្នកនោះគឺវាយឺតពេលទៅហើយមនុស្សភាគច្រើនជាសភៅបើកចំហមួយក្បាលពួកគេនិយាយពីអារម្មណ៍ដែលពួកគេមានបញ្ចេញមតិរបស់ពួកគេនៅគ្រប់កលៈទេសៈនិងបានបង្ហាញពីផែនការនិងចេតនារបស់ខ្លួនជាហោហែពួកគេធ្វើបែបនេះសម្រាប់ហេតុផលផ្សេងៗជាច្រើនទី1វាជារឿងងាយស្រួលនិងជារឿងធម្មតាទៅហើយដែលមនុស្សតែងតែនិយាយពីអារម្មណ៍របស់ខ្លួននិងផែនការរបស់ខ្លួនសម្រាប់នាពេលអនាគតវាទាមទារឲ្យអ្នកមានការខិតខំប្រឹងប្រែងបន្តិចដើម្បីគ្រប់គ្រងអណ្ដាតរបស់អ្នកនិងបញ្ជានៅអ្វីដែលអ្នកចង់បង្ហាញចេញមកទី2មនុស្សជាច្រើនជឿថាតាមរយៈភាពស្មោះត្រង់និងការបើកចំហចិត្តគឺពួកគេកំពុងតែយកបេះដូងរបស់មនុស្សម្នានិងកំពុងតែបង្ហាញពីសារជាតិល្អរបស់ពួកគេហើយតែជាស្ដែងពួកគេបានផន់ច្រឡំយ៉ាងពេញទំហឹងតែម្ដងតាមពិតទៅភាពស្មោះត្រង់គឺជាឧបករណ៍មិនច្បាស់លាស់មួយដែលនឹងអាចបង្ហូរឈាមច្រើនជាងមុខរបួសរបស់វាទៅទៀតភាពស្មោះត្រង់របស់អ្នកទំនងជាធ្វើឲ្យមនុស្សម្នាមានការឈឺចាប់ឬអាក់អន់ស្រពោនចិត្តបានវាជារឿងប្រយ័ត្នប្រយែងច្រើនជាងការបើអ្នកចេះកាត់កងទៅលើពាក្យសម្ដីរបស់អ្នកដោយការប្រាប់អ្នកដទៃពីអ្វីដែលពួកគេចង់ដឹងចង់ឮជាងការពិតដ៏គ្រោងគ្រាតនិងពិបាកទទួលយកដែលជាអ្វីដែលចេញពីអារម្មណ៍និងការគិតរបស់អ្នកសំខាន់ជាងនេះទៅទៀតនោះគឺដោយការបើកចំហដោយឥតអៀនខ្មាសអ្នកនឹងធ្វើឲ្យខ្លួនអ្នកក្លាយជាមនុស្សដែលអាចធ្វើឲ្យគេទីអ្នកត្រូវនឹងអាចដឹងបានថាវាសឹងតែមិនអាចទៅរួចឡើយដែលពួកគេត្រូវបានគោរពអ្នកឬខ្លាចក្រអាចំពោះអ្នកនោះហើយអំណាចនឹងមិនអាចកើតមានឡើងចំពោះបុគ្គលណាដែលគ្មានសមត្ថភាពអាចពន្យល់អារម្មណ៍បែបនេះបានជាដាច់ខាតប្រសិនបើអ្នកប្រាថ្នាចង់បានអំណាចចូលប្រញាប់ទប់ភាពស្មោះត្រង់របស់អ្នកមួយឡែកសិនហើយព្យាយាមបង្វឹកខ្លួនឯងទៅលើសិល្បៈនៃការបិទបាំងពីចេតនារបស់ខ្លួនជាមុនសិនចូលគ្រប់គ្រងពីសិល្បៈមួយនេះហើយអ្នកនឹងរមែងមានប្រៀបជាងអ្នកដទៃជានិរន្តរ៍មូលដ្ឋានគ្រឹះពីសមត្ថភាពក្នុងការលាក់បាំងពីចេតនារបស់ខ្លួនវាគ្រាន់តែជាសញ្ញភាពដ៏សាមញ្ញមួយនៃធម្មជាតិរបស់មនុស្សតែប៉ុណ្ណោះសវគតិដំបូងរបស់យើងគឺរមែងជឿតែទៅលើអ្វីដែលរូបីមានរូបភាពជាក់ស្ដែងប៉ុណ្ណោះយើងមិនអាចដើរទៅដើរមកដោយការក្តីមន្ទិលសង្ស័យចំពោះសេចក្តីពិតទៅលើអ្វីដែលយើងបានឃើញនិងបានឮនោះទេតែមួយម៉ាយគិតដោយឥតឈប់ឈរថាអ្វីដែលយើងឃើញជាក់ស្ដែងបានលាក់បាំងពីអ្វីផ្សេងទៀតនោះនឹងធ្វើឲ្យយើងខ្សោះកម្លាំងនិងបង្កការភ័យខ្លាចដល់យើងការពិតមួយទៀតនេះបានធ្វើឲ្យវាមានភាពងាយស្រួលជាងការបិទបាំងពីចេតនារបស់មនុស្សចូលគ្រាន់តែព្យួររបស់ណាមួយដែលមើលទៅទំនងហាក់ដូចជាប្រាថ្នាចង់បានវាជាគោលដៅមួយដែលអ្នកហាក់ដូចជាមានចិត្តចង់បានវានៅពេលមុខនៅចំពោះមុខក្រសែភ្នែករបស់មនុស្សគ្រប់គ្នាតែប៉ុណ្ណោះនោះគេនឹងគិតថាអ្វីដែលពួកគេបានឃើញនោះគឺជាការពិតជាពុកខានមធ្យោបាយមួយដើម្បីលាក់បាំងពីចេតនារបស់អ្នកគឺត្រូវនិយាយពីបំណងប្រាថ្នានិងគោលដៅរបស់ខ្លួនឲ្យបានជាលក្ខជានិច្ចតែមិនមែនជាគោលបំណងប្រាថ្នាឬជាគោលដៅពិតប្រាកដរបស់អ្នកឡើយអ្នកនឹងអាចសម្លាប់សត្វស្លាបពី3ក្បាលដោយដុំថ្មមួយដុំបានដោយការធ្វើខ្លួនជាមនុស្សរួសរាយបើកចំហនិងគួរឲ្យទុកចិត្តបានដោយបិទបាំងពីចេតនារបស់អ្នកនោះអ្នកនឹងធ្វើឲ្យគូប្រជែងរបស់អ្នកខ្ជិះខ្ជាយពេលវេលាយ៉ាងច្រើនទៅលើអ្វីដែលអ្នកស្វែងរកដោយឥតប្រយោជន៍ទាំងស្រុងរបស់ពួកគេឧបករណ៍ដ៏មានអានុភាពមួយទៀតគឺការធ្វើឲ្យអ្នកដទៃភ័ន្តច្រឡំថាការបង្ហាញពីភាពស្មោះត្រង់ដែលមិនពិតមនុស្សយើងងាយយល់ច្រឡំចំពោះការបង្ហាញពីភាពស្មោះត្រង់ដោយការងាយជឿលើអ្វីដែលអ្នកនិយាយនោះវានឹងធ្វើឲ្យពាក្យសម្ដីរបស់អ្នកមានទម្ងន់កាន់តែខ្លាំងនេះឯងជាយុទ្ធវិធីដែល Lago បានប្រើប្រាស់ដើម្បីបោកបញ្ឆោតបានបំផ្លាញអូឡូនោះដោយបានគិតពីជំរឿអារម្មណ៍របស់គាត់ការបង្ហាញពីភាពស្មោះត្រង់ជាក់ស្ដែងអំពីក្តីបារម្ភរបស់គាត់ដោយបានសន្មត់ទៅលើភាពស្មោះត្រង់របស់ Desdemona នោះតើអាចធ្វើឲ្យអូឡូមិនទុកចិត្តគាត់ដោយរបៀបណាទៅបើសិនបើអ្នកជឿថាជនបោកប្រាស់គឺជាមនុស្សដែលពេញទៅដោយពណ៌ចម្រុះដ៏ស្រស់ស្អាតនិងងាយមើលដឹងតែកំពុងតែបោកប្រាស់មនុស្សម្នាជាមួយនឹងការភ
ភូកុហកដ៏មហិមាជារឿងរ៉ាវប្រឌិតបំភ្លឺហួសហេតុនោះគឺមានន័យថាអ្នកកំពុងតែយកខុសយ៉ាងធំបំផុតមួយទៅហើយជនបកប្រាស់ដែលពូកែនឹងប្រើប្រាស់រូបភាពចំពោះមុខដ៏ដោយរៀបសត្វទន់ភ្លន់និងពិបាកឲ្យវិនិច្ឆ័យបំផុតតែមិនទាមទារឲ្យស្វែងរកការយកចិត្តទុកដាក់សម្រាប់ខ្លួនចំពោះពួកគេឡើយពួកគេដឹងយ៉ាងច្បាស់ថាពាក្យសម្ដីនិងកាយវិការដែលហួសហេតុនឹងនាំឲ្យមានការសង្ស័យភ្លាមៗតែម្ដងជំនួសមកវិញពួកគេបានបិទបាំងគោលបំណងរបស់ពួកគេមិនឲ្យមានការចាប់បានដោយការធ្វើខ្លួនសាមញ្ញនិងដោយមិនបានបង្កគ្រោះថ្នាក់អ្វីទាំងអស់នៅពេលណាដែលអ្នកបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សម្នាជាមួយនឹងអ្វីដែលពួកគេធ្លាប់ដឹងធ្លាប់ស្គាល់កាន់តែច្រើននោះពួកគេនឹងមិនកត់សម្គាល់ថាការបោកប្រាស់គឺកំពុងតែត្រូវបានប្រព្រឹត្តនៅលើខ្នងរបស់ពួកគេឡើយផ្សេងកាន់តែឡើងពណ៌ប្រផេះនិងប្រមូលផ្ដុំលើរលាបបិទបាំងការពិតនៅពីក្រោយរូបភាពដ៏សុភាពនិងទន់ភ្លន់ដែលអាចមើលទៅដឹងពីខាងក្រៅអំពើខុសខើគ្រប់ទម្រង់ទាំងអស់អាចនឹងត្រូវបានគ្រប់គ្រងទុកដោយគ្មាននរណាម្នាក់អាចរកឃើញបានឡើយនេះគឺជាអាវុធមួយដែលមនុស្សដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងប្រទេសប្រវត្តិសាស្ត្របានរៀនសូត្រពីវាបានយ៉ាងល្អឥតខ្ចោះជារឿយៗវាតែងតែបាននិយាយថាគ្មាននរណាម្នាក់អាចដឹងពីទឹកមុខរបស់ Franklin D. Roosevelt បានឡើយ Baron James Rothschild បានអនុវត្តនៅពេញមួយជីវិតរបស់គាត់នៅលើការក្លែងបន្លំពីគំនិតពិតប្រាកដរបស់គាត់និងនៅពីក្រោយភាពសាមញ្ញដ៏ទន់ភ្លន់និងលក្ខណៈដែលមានភាពពិតប្រាកដរបស់គាត់ចូលចងចាំថាវាទាមទារឲ្យមានការអត់ធ្មត់និងសភាពរៀបសារដើម្បីធ្វើការបង្អាប់ទៅលើពន្លឺពណ៌ដ៏ភ្លឺចិញ្ចែងរបស់អ្នកនិងដើម្បីបានពាក់របាំងមុខដែលមិនអាចទាយដឹងមុខរបស់អ្នកបានសូមកុំអស់សង្ឃឹមចំពោះអ្វីដែលពាក់របាំងមុខដ៏ទន់ភ្លន់មួយនេះឲ្យសោះជារឿយៗវាគឺជាអ្វីដែលមិនអាចឲ្យគេយល់ដឹងពីអ្នកនឹងឯងដែលទាក់ទាញមនុស្សម្នាឲ្យចូលមករកអ្នកនិងធ្វើឲ្យអ្នកប្រែក្លាយជាមនុស្សដែលមានអំណាចនោះរូបភាពពិចារណាស្បែកជាមិនដែលចេះលួចប្លន់អ្វីនោះទេជាមិនដែលមានការបោកប្រាស់ជាសត្វល្ងងនិងមិនយល់ការអ្វីទាំងអស់ជាមួយនឹងស្បែកជាងនៅលើខ្នងរបស់វានោះកញ្ជ្រោងនឹងអាចឆ្លងចូលទៅក្នុងទ្រុងមាន់បានជាមិនខាតសិទ្ធិអំណាចតើអ្នកធ្លាប់ឮអំពីមេតបដ៏ខ្លាំងពូកែម្នាក់ដែលមានបំណងចង់បង្កឲ្យមានការភ្ញាក់ផ្អើលដល់មន្ទីរប្រាការមួយដោយការប្រកាសពីគម្រោងរបស់ខ្លួនទៅកាន់សត្រូវដែរឬទេចូលបិទបាំងពីគោលបំណងរបស់អ្នកហើយលាក់បាំងពីភាពរីកចម្រើនកុំបង្ហាញពីទំហំនៃការរៀបចំផែនការរបស់អ្នករហូតដល់ពួកគេមិនអាចជំទាស់នឹងអ្នកបានរហូតដល់ការប្រយុទ្ធត្រូវបានបញ្ចប់សូមក្តោបក្តាប់ជ័យជំនះឲ្យបានមុនពេលដែលអ្នកប្រកាសសង្គ្រាមនិយាយរួមចូលត្រាប់តាមមនុស្សទាំងឡាយណាដែលមានភាពប៉ិនប្រសប់ខាងផ្នែកសិទ្ធិសង្គ្រាមដែលការរៀបចំផែនការរបស់ពួកគេគឺមិនត្រូវបានដឹងលើកលែងតែប្រទេសដែលបានទទួលរងនៅការបំផ្លិចបំផ្លាញខ្ទេចខ្ទីដោយសារតែពួកគេបានឆ្លងកាត់ដោយតតែប៉ុណ្ណោះសូមកុំធ្វើខ្លួនឲ្យខ្លាចជាមនុស្សម្នាក់ដែលត្រូវបានគេចាត់ទុកថាជាជនបោកប្រាស់នៅក្នុងក្រសែភ្នែករបស់អ្នកដទៃឲ្យសោះបើទោះបីជារឿងដែលមិនអាចទៅរួចក៏ដោយសូមកុំធ្វើខ្លួនឲ្យខ្លាចជាមនុស្សម្នាក់ដែលត្រូវបានគេចាត់ទុកថាជាជនបោកប្រាស់នៅក្នុងក្រសែភ្នែកអ្នកដទៃឲ្យសោះបើទោះបីជារឿងដែលមិនអាចទៅរួចក៏ដោយក៏នៅក្នុងការដែលរស់នៅក្នុងប្រចាំថ្ងៃដោយមិនអាចគេចផុតពីការយល់ដឹងពីរបស់អ្នកដទៃយ៉ាងណាក្តីចូលធ្វើឲ្យការភូកុហកដែលពោពេញទៅដោយល្បិចកលដ៏អស្ចារ្យបំផុតរបស់អ្នកនោះស្ថិតនៅពីក្រោមរនាំងបិទបាំងមួយដែលជាអ្វីម្យ៉ាងដែលមើលទៅហាក់ដូចជាល្បិចឧបាយកលនោះឲ្យថាលុះឆ្លងមហាសមុទ្រនៅពីក្រោមកណ្ដាលផ្ទៃ Chess មានន័យថាជាការបង្កើតរូបភាពនៅពីមុខមួយដែលនៅទីបំផុតវានឹងប្រែក្លាយជាសុខនិងជ្រួសជ្រាបជាមួយនឹងបរិយាកាសមួយឬជាការចាប់អារម្មណ៍តែទៅលើអ្វីដែលធ្លាប់បានដឹងបានឃើញរួចមកហើយតែប៉ុណ្ណោះស្របពេលជាមួយគ្នានោះអ្នកប្រយុទ្ធនឹងអាចប្រើប្រាស់ល្បិចកលដោយការមើលមិនឃើញរបស់ពួកគេខណៈដែលក្រសែភ្នែកទាំងអស់ត្រូវបានពង្រក់ដើម្បីឲ្យសន្លឹងមើលទៅតែលើអ្វីដែលច្បាស់ជាក់ស្ដែងនៅពីមុខរបស់ពួកគេប៉ុណ្ណោះដកស្រង់ចេញពីយុទ្ធសាស្ត្រទាំង36អគុណដ្ឋាននៅក្នុង Thomas Cleary សិល្បៈនៃសង្គ្រាមរបស់ជប៉ុនឆ្នាំ1991